សួស្តីទាំងអស់គ្នា is Juvie ឬក៏គ្នាយើងមួយចំនួនស្គាល់ថា Juicy Dog Film ហើយវីដេអូនេះខ្ញុំប្រហែលជានឹងផុសនៅក្នុង account Juicy Dog Film YouTube yeah ជាដំបូងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាវីដេអូនេះមិនមែនជាការបង្រៀនឬក៏ជាវីដេអូណែនាំ tutorial អ្វីឡើយប៉ុន្តែខ្ញុំធ្វើវីដេអូនេះឡើងគឺនៅក្នុងគោលបំណងមួយគឺចែករំលែកទៅអ្នកទាំងអស់គ្នាអំពីមេរៀនជីវិតដែលខ្ញុំធ្លាប់ឆ្លងកាត់ដែលខ្ញុំបានរៀនដែលខ្ញុំមាន experience ជួបរឿងរ៉ាវទាំងអស់នោះហើយគឺដូចនៅក្នុងចំណងជើងយើងអញ្ចឹងប្រហែលជាខ្ញុំដាក់ថា let them or something or let them think ហើយសម្រាប់នៅអ្វីដែលខ្ញុំនឹងបកស្រាយទៅអ្នកទាំងអស់គ្នានឹងយកមកនិយាយហ្នឹងគឺខ្ញុំអត់ទាន់ perfect ទៅលើរឿងហ្នឹងទេប៉ុន្តែគ្រាន់តែថាឆ្នាំនេះគឺខ្ញុំ realize នៅភាគរយច្រើនគឺខ្ញុំបានយល់នៅចំណុចមួយហ្នឹងមានភាគរយច្រើនដែលខ្ញុំកំពុងតែ healing ដែលខ្ញុំកំពុងតែ building ខ្លួនឯងដូចគ្នា so yeah ខ្ញុំ recently ទេ actually គឺថ្មីដែលខ្ញុំទទួលបាន wisdom ពាក់ព័ន្ធជាមួយនឹងរឿងមួយហ្នឹងហើយខ្ញុំជឿអ្នកទាំងអស់គ្នាមិនថាខ្ញុំមិនថាគ្នាយើងគេសិតតែឆ្លងកាត់ចំណុចនេះទាំងអស់ no one can avoid it ខ្ញុំជឿហ្មងថាទាំងអស់គ្នាមិនថានៅក្នុងឋានៈណា level ណាមកពីណាក៏ដោយគេសិតតែជួបរឿងនេះទាំងអស់សូម្បីតែបច្ចុប្បន្នកាលនេះក៏ដោយក៏យើងនៅតែឆ្លងកាត់រឿងនឹងដែរវាជាអត់ផុតនោះទេអញ្ចឹងអ្វីដែលខ្ញុំចង់យកមកនិយាយនោះគឺនៅពេលដែលយើងទទួលបានភាព judgment ឬក៏ពាក្យសម្ដីរបស់អ្នកដទៃឬក៏ទង្វើរបស់អ្នកដទៃមួយចំនួនធ្វើមកកាន់យើងអញ្ចឹងហើយខ្ញុំចង់ឲ្យទាំងអស់គ្នាចងចាំពាក្យមួយនេះហើយ practice រៀនវាម្ដងមួយ step step by step គ្មានអីដែលយើងរៀនឬក៏យើងស្វែងយល់មួយថ្ងៃចេះឬក៏ធ្វើបាននោះទេអញ្ចឹង improve ម្ដងមួយ step ប៉ុន្តែពាក្យនេះវាសាមញ្ញទេតែវាសំខាន់បើសិនជាអ្នកទាំងអស់គ្នាទទួលរងនៅការ judgment ឬក៏សម្ដីរបស់អ្នកដទៃមកកាន់ខ្លួនយើង let themបើសិនជាយើងទទួលបានការវាយតម្លៃឬក៏ទទួលបាននៅcomment hate comment whatever ដែលគេនិយាយអំពីយើង let them ឬក៏បើសិនជាទាំងអស់គ្នាទទួលរងនៅការយកច្រឡំពីអ្នកដទៃ let them បើសិនជាអ្នកទាំងអស់គ្នាបើសិនជាទាំងអស់គ្នានៅក្នុង situation មួយដែលថាមានគេចាក់ចេញពីយើងthey walk away from you let them ព្រមចង់ឲ្យទាំងអស់គ្នាយល់អំពីការពិតមួយដែលយើងរស់នៅជាមនុស្សនេះអ្នកទាំងអស់គ្នាត្រូវដឹងការពិតថាយើងមិនអាចមានសមត្ថភាពឬក៏យើងមិនអាចគ្រប់គ្រងការគិតរបស់មនុស្សបានទេឬក៏ចូលទៅកែប្រែគំនិតរបស់មនុស្សបានទេចឹងយើងអាចចំណាយពេលវេលាផ្ទាល់ខ្លួនមួយជីវិតរបស់យើងដើម្បីទៅគ្រប់គ្រងការគិតការយល់ឃើញរបស់អ្នកដទៃមកលើយើងបាននោះទេអានេះគឺជាការពិតដូច្នេះហើយគឺយើងមិនអាចរស់នៅដោយពឹងផ្អែកទៅលើការទាមទារឲ្យអ្នកដទៃយល់ពីយើងចង់និយាយថាយើង chase approval នៃគំនិតរបស់អ្នកដទៃមកលើយើងកុំយើងមិនគួរធ្វើអញ្ចឹងហើយយើងមិនអាចធ្វើអញ្ចឹងបានទេព្រោះ the more you do that វាធ្វើឲ្យយើងបាត់បង់ខ្លួនឯងបើអង់គ្លេសនិយាយស្រួលស្ដាប់ទៅ lose yourself ពីព្រោះយើងអត់មានការគិតមកលើខ្លួនឯងសោះគិតតែរំពឹងទុកគិតតែទាមទារចង់ឲ្យអ្នកដទៃយល់ពីយើងគិតវិជ្ជមានមកលើយើងអញ្ចឹងតែយល់ទេ so
យើងគួរយើងមិនត្រូវធ្វើអញ្ចឹងទេ10ឆ្នាំកន្លងទៅទាំងអស់គ្នាខ្ញុំរស់នៅជាមនុស្សបែបហ្នឹងហើយខ្ញុំមើលឃើញអ្វីដែលវាបានកើតឡើងមកលើខ្ញុំ Yeah so that's why ខ្ញុំចង់ share ទៅអ្នកទាំងអស់គ្នានៅចំណុចមួយនេះ10ឆ្នាំដែលខ្ញុំរស់នៅជាមនុស្សបែបហ្នឹងដោយសារតែការងារគោលរបស់ខ្ញុំគឺជាសិល្បៈហើយខ្ញុំជឿថាសិល្បករយើងទាំងអស់គ្នាគឺសិតតែឆ្លងកាត់ចំណុចនេះទាំងអស់ Yeah we waste so much time guys ព្យាយាមបញ្យល់ឲ្យអ្នកដទៃយល់ពីយើងទទួលយកនៅអ្វីដែលយើងបានធ្វើហើយ convince people to stay but here's the lesson ខ្ញុំចង់ឲ្យទាំងអស់គ្នាយល់បើសិនជាបុគ្គលឬក៏អ្នកណាដែល meant to be with you ដែលយល់ពីយើងហើយយើងមិនបាច់ព្យាយាម convince ពួកគាត់ទេខ្ញុំនិយាយត្រង់មកព្រោះហ្នឹងគឺជា experience ដែលខ្ញុំឆ្លងកាត់មិនមែនថាអត់សោះតែអ្នកដែលអត់យល់ពីយើងមានហើយសម្រាប់អ្នកដែលយល់និយាយបើយើងនិយាយអ្នកដែល meant to be with you you don't need to convince them they get it you know so my point is put yourself first យកចិត្តទុកដាក់មកលើខ្លួនយើងមុនអ្នកណាគេទាំងអស់ okay protect your peace keep working on yourself first ហើយអាពាក្យ put yourself first នេះវាអត់ថ្មីទេខ្ញុំតែងតែនិយាយនៅក្នុង IG live របស់ខ្ញុំហើយក្នុង content តូចៗដែលខ្ញុំធ្វើក្នុង TikTok put yourself first you know ហេតុអីបានយើងត្រូវគិតគូរពីខ្លួនឯងមុនគេមកអញ្ចឹងខ្ញុំចង់បញ្យល់ក្នុងវីដេអូនេះម្ដងទៀតយើងចង់ស្រឡាញ់អ្នកដទៃយើងចង់ take care of អ្នកដទៃ you know take care for others something យើងត្រូវតែចេះ take care ខ្លួនឯងសិនចេះមើលថែខ្លួនឯងសិនចេះថែទាំខ្លួនឯងសិនចេះស្រឡាញ់ខ្លួនឯងសិនទើបយើងអាចមានសមត្ថភាពក្នុងការស្រឡាញ់អ្នកដទៃមានសមត្ថភាពក្នុងការផ្ដល់ភាពកក់ក្ដៅទៅឲ្យអ្នកដទៃបានយើងចាប់ផ្ដើមពីខ្លួនឯងសិនហើយអានេះជាពាក្យសាមញ្ញទេប៉ុន្តែវាជារឿងពិត you know ហើយខ្ញុំជឿហ្មងថាពួកយើងទាំងអស់គ្នាភាគច្រើនហ្មងដល់ពេលដែលយើងនៅក្នុងវ័យជំទង់មួយដែលយើងគេថាចាប់ផ្ដើម grow up អីចឹងណាចាប់ផ្ដើម experience life ដែលយើងមើលឃើញរឿងរ៉ាវជាច្រើនអីចឹងណាហើយវាជាអ្វីដែលហើយវាគឺជារឿងមួយដែលវាកើតឡើងក្នុងជីវិតរបស់យើងដែលយើងអត់ដឹងខ្លួនគឺយើងតែងតែរាល់ថ្ងៃហ្នឹងគឺរស់នៅដើម្បីប្រកបចិត្តអ្នកដទៃជាពិសេសគឺសិល្បករ artist ពួកគាត់ឆ្លងកាត់អានឹងទាំងអស់អារម្មណ៍នឹងទាំងអស់ព្យាយាមធ្វើឲ្យមួយ trying to make something ដើម្បីតែប្រកបចិត្តអ្នកដទៃរហូតដល់គាត់ lost themselves yeah ខ្ញុំធ្លាប់បាត់បង់ខ្លួនឯង for years តាំងតែ2ឆ្នាំ1ឆ្នាំទេ1ឆ្នាំក្រោយនេះទេចូល2026នេះវិញដែលខ្ញុំចាប់ផ្ដើមភ្លឺភ្នែក realize everything just this year so that's why បើខ្ញុំមកនេះចង់ធ្វើវីដេអូនេះដើម្បីចែករំលែកទៅអ្នកទាំងអស់គ្នាហើយកាលណាដែលយើងចេះរៀនយកចិត្តទុកដាក់ខ្លួនឯងមុនគេបង្អស់អ្នកទាំងអស់គ្នានឹងមើលឃើញភាពរីកចម្រើនសម្រាប់ខ្លួនឯងនឹងមើលឃើញការផ្លាស់ប្ដូរល្អៗជាច្រើនសម្រាប់ខ្លួនឯងអញ្ចឹងហើយគឺព្យាយាម improve ខ្លួនឯង okay build ខ្លួនឯងឲ្យខ្លះទៅជា version មួយដែលយើង proud of នៅពេលដែល nobody's watching អានឹងពិសេសទាំងអស់គ្នាពិសេសមែនទេអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍មួយអស្ចារ្យខ្លាំង yeah ហើយនឹងគឺជាអារម្មណ៍មួយដែលខ្ញុំទទួលបានពេលដែលយើងព្យាយាម build ខ្លួនឯងដោយមិនចាំបាច់គិតឲ្យអ្នកដទៃឃើញឬក៏មិនចាំបាច់ទាមទារឲ្យអ្នកណាគេមើលឬក៏មិនបាច់ចាំទាមទារឲ្យអ្នកណាគេយល់ទេតែខ្ញុំព្យាយាមរាល់ថ្ងៃគឺ trying our best ដើម្បី build ខ្លួនឯង in silence ហើយដល់ពេលដែលយើងទទួលបានលទ្ធផលអារម្មណ៍មួយហ្នឹងគឺជាអារម្មណ៍ proud មួយដែលអ្នកទាំងអស់គ្នាឃើញតម្លៃខ្លាំង yeah ខ្ញុំ swear to God ខ្ញុំនិយាយមែនទេអានឹងគឺជាអារម្មណ៍ដែលខ្ញុំទទួលបាន
and yeah បញ្ឈប់ក្នុងការបង្ខិតបង្ខំទៅលើ friendship ឬក៏ relationship ណាមិនបាច់បង្ខំឲ្យអ្នកណាគេឲ្យកង់នៅឬក៏អបកសោបជាមួយនឹងការដែលបាក់បែកនឹងទេមិនបាច់ទៀមទាឬក៏សុំអង្វរអ្នកណាមួយឲ្យឈរនៅនឹងជាមួយយើងទេបើសិនជាគេអស់ចិត្តបើសិនជាបុគ្គលម្នាក់ហ្នឹងគាត់ជ្រើសរើសផ្លូវចាក់ចេញពីយើងហើយ let them just let them you will be fine អញ្ចឹងហើយបាទខ្ញុំនិយាយមុននឹងថា you have to put yourself first okay put yourself first ហើយខ្ញុំជឿទៅលើរឿងនេះអីក៏ដោយការងាររបស់ឬក៏មនុស្សដែលយើងប៉ងចង់បានណានៅពេលដែលដល់ពេលដែលយើងត្រូវបានវាគេហៅថា right time យើងនឹង ready to receive it យើងនឹងទទួលបានយើងនឹងមើលឃើញផ្ទាល់ and ចំណុចមួយនេះសម្រាប់ខ្ញុំទុកចិត្តទៅលើព្រះ because I'm a man of faith yeah ខ្ញុំជឿនឹងដើរតាមព្រះយេស៊ូវគ្រីស្ទហើយខ្ញុំជឿទុកចិត្តទៅលើទ្រង់ថាទ្រង់នឹងផ្ដល់ឲ្យខ្ញុំហើយខ្ញុំតែងតែអធិដ្ឋានរាល់ថ្ងៃ I pray every day I told him that whoever you want me to be with I will follow you ឬក៏ការងារឬក៏ anything នៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំ plan to have it ឬក៏បងចង់បានអីចឹង I told him and then I trust him 100% yeah អញ្ចឹងខ្ញុំចង់ប្រាប់ពីអ្នកទាំងអស់គ្នាដូចគ្នា what's meant for you វានឹងមកដល់នៅពេលដែលយើង ready yeah ហើយអ្នកទាំងអស់គ្នានឹងសួរថាអូអញ្ចឹងពេលហ្នឹងពេលណាចាំដល់អង្ការទៀតបើអ្នកខ្លះសារតែចាំ 3-4 ឆ្នាំហើយចាំរហូតចាំរហូត yeah បើសិនជាយើងចាំវានឹងចាំរហូតទេថាដូច្នេះហើយបើខ្ញុំប្រាប់មុននឹងថា put yourself first អ្នកទាំងអស់គ្នានឹងយល់ពេលដែលយើងចាប់ផ្ដើមផ្ដោតទៅលើខ្លួនយើងមុនហើយយើងធ្វើអីក៏ដោយយើងមិនចាំបាច់ទាមទារ approval ពីអ្នកដទៃ you know មិនបាច់ទាមទារម្ដងទៀតមិនបាច់ទាមទារការយល់ឃើញរបស់អ្នកដទៃឬក៏ចង់ឲ្យអ្នកដទៃឃើញ you know អ្នកទាំងអស់គ្នានឹងទទួលបានអ្នកទាំងអស់គ្នានឹងយល់អារម្មណ៍ហ្នឹង process មួយហ្នឹងហើយអ្នកទាំងអស់គ្នានឹងឃើញ when you put yourself first អូខេខ្ញុំចង់សង្ខេបឲ្យខ្លីបន្តិចកុំឲ្យយូរពេកព្រោះខ្ញុំអត់បានគិតថានឹងនិយាយមិនខ្លះតែគ្រាន់ថាខ្ញុំអង្គុយទៅខ្ញុំនឹកឃើញរឿងរ៉ាវមួយហ្នឹងខ្ញុំចង់ចែកលេខចឹងណា so ម្ដងទៀតបើសិនជាអ្នកណាយល់ឃើញមិនពីយើងមិនយល់ពីយើងឬក៏អត់ទទួលយកនៅអ្វីដែលយើងធ្វើ let them okay my point is to let them think let them យល់ឃើញមិនយល់ចោះសំខាន់គឺយើង you know សំខាន់គឺយើងខ្លួនឯង yeah ព្រោះអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើវិញសរុបសេចក្តីមកគឺយើងមិនចាំបាច់ត្រូវឈ្នះ opinion របស់អ្នកដទៃទេអ្វីដែលយើងត្រូវធ្វើនោះគឺ become the best version ដែលយើងចង់បានសម្រាប់ខ្លួនឯងដែលយើងមើលឃើញដែលយើងយល់ថា yeah you become the best version ដែលចង់បាន right now yeah នេះគឺជាអ្វីដែលខ្ញុំប្រាប់ខ្លួនឯងរាល់ថ្ងៃខ្ញុំប្រាប់ថា yeah UV យើងមើលឃើញថា UV នឹងខ្លាយទៅជា version មួយហ្នឹង so ខ្ញុំ plan ឲ្យស្រេចខ្ញុំមើលឃើញថាខ្លួនឯងនឹងខ្លាយជា version មួយហ្នឹង so that's why every day ខ្ញុំព្យាយាម I'm trying my best to become the best version ដែលខ្ញុំចង់បានហើយការពិតមួយទៀតដែលខ្ញុំចង់ឲ្យទាំងអស់គ្នាត្រូវយល់ឲ្យត្រូវដឹង the end of the day មនុស្សគ្រប់គ្នាទាំងអស់ they always have something to say about you yeah the end of the day people always have something to talk to say about you so let them okay let them ហើយការពិតមួយទៀតខ្ញុំចង់ឲ្យទាំងអស់គ្នាយល់គឺមិនថាយើងជាមនុស្សប្រភេទណាទេមិនថាយើងល្អឥតខ្ចោះមិនថាយើងស្អាតមិនថាយើងមាន
whatever people will always say something about you trust me ខ្ញុំហ៊ានធានាចំណុចមួយនោះខ្ញុំហ៊ានធានាបញ្ហាមួយនោះខ្ញុំហ៊ានធានាឧទាហរណ៍ថាឥឡូវខ្ញុំ become better អ្នកដែលមិនចូលចិត្តខ្ញុំអ្នកដែលមិនទទួលយកខ្ញុំនៅតែនិយាយ yeah ហើយហេតុអីបានយើងត្រូវទៅ waste time ខ្លួនឯងដើម្បី convince ពួកគាត់ឲ្យគាត់ទទួលយកនៅអ្វីដែលយើងធ្វើ why អញ្ចឹងសេចក្តីសុខនៃជីវិតរបស់យើងមួយថ្ងៃអង្គុយតែធ្វើរឿងសម្រាប់ឲ្យពួកគាត់នឹងយល់ស្របជាមួយយើង yeah ហើយខ្ញុំនិយាយហ្នឹងគឺមិនមែនបានន័យថាមនុស្សទាំងអស់ស្អប់យើងទាំងអស់ឬក៏មនុស្សទាំងអស់ស្រឡាញ់យើងទាំងអស់ទេ yeah វាមានអ្នកស្រឡាញ់វាមានអ្នកស្អប់វាមានអ្នកទទួលយកមានអ្នកអត់ទទួលយកអីចឹងទៅ so yeah សរុបសេចក្តីមកគឺ my point is put yourself first okay ទី1 put yourself first ហើយកុំគិតអំពី negativity opinion ច្រើនពេក yeah កុំទទួលយកអា negative vibe នឹងច្រើនពេកឬក៏react ឬក៏មានអារម្មណ៍ sensitive ជាមួយនឹងពាក្យពេចន៍អបប្រយោជន៍របស់អ្នកដទៃនិយាយមកលើយើងឬក៏ខ្សែភ្នែកឬក៏កាយវិការរបស់អ្នកដទៃ like ធ្វើមកលើយើង you don't need honestly មកខ្ញុំមកលើខ្ញុំវិវត្តដល់ដែលខ្ញុំស្អប់មិនស្អប់ខ្ញុំវិវត្តដល់ចំណុចមួយដែលខ្ញុំស្រឡាញ់ hater របស់ខ្ញុំ hater កាន់តែច្រើនខ្ញុំកាន់តែមានអារម្មណ៍ថាមានអ្នកខ្វល់ពីខ្ញុំចង់ប្រាប់ទាំងអស់គ្នាថាបើសិនជាយើងស្រឡាញ់យើងចង់ប្រាប់អ្នកណាមួយថាយើងស្រឡាញ់គាត់ឬក៏យើងជា fan អីចឹងទៅ it's easy to say oh, I love you idol you look so cool ប៉ុន្តែសម្រាប់ hater ពេលដែលគាត់ drop hate comment ឬគាត់ចាក់យើង bla 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 ចឹងទៅជាពិសេសនៅក្នុង social media ព្រោះនៅក្រៅវាមិនសូវបានមានរឿងចឹងកើតឡើងខ្ញុំជឿអត់សូវមានណាគេដើរមកដល់ថាយើង bla 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 ប៉ុន្តែគាត់ថានៅក្នុង social media yeah 100%មកនៅក្នុង social media ខ្ញុំជឿថាទាំងអស់គ្នានឹងឆ្លងកាត់នឹងទទួលរងនៅរឿងរ៉ាវចឹងច្រើន yeah like hate comment អីចឹងទៅ right so yeah ខ្ញុំចង់ប្រាប់ទាំងអស់គ្នាថាបញ្ឈប់ហើយមិនគួរហើយកុំរស់នៅដើម្បីទាមទារការ approval ពីអ្នកដទៃយើងគួរតែរស់នៅជាមួយនឹងភាពពង្រឹង you know improve building ខ្លួនឯងវិញអានឹងគឺជាផ្លូវមួយដែលយើងគួរតែធ្វើជាពិសេសខ្ញុំចង់ចែករំលែកចំណុចមួយនេះឬក៏វីដេអូនេះទៅកាន់ artist នៅក្នុងស្រុកយើងឬក៏ artist ថ្មីដែលគាត់ចាប់ផ្ដើមយក career មួយនេះជា career ផ្ទាល់ខ្លួនអញ្ចឹងទៅ right any art form yeah អ្នកទាំងអស់គ្នានៅក្នុង industry នេះអ្នកទាំងអស់គ្នានឹងឆ្លងកាត់ for real ហើយខ្ញុំនិយាយមែនទាំងអស់គ្នានៅពេលដែលយើង stop ឈប់ chasing people ឬក៏ឈប់ទាមទារការ approval ពីអ្នកដទៃអីចឹងទៅអ្នកទាំងអស់គ្នានឹងមានពេលវេលានឹងមាន enough energy និង good energy ដើម្បីស្វែងរក purpose ខ្លួនឯង yeah នេះគឺជាចំណុចដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាហើយខ្ញុំទទួលអារម្មណ៍ហ្នឹងនៅពេលដែលខ្ញុំ stop chasing people នៅពេលដែលខ្ញុំ stop ផ្គាប់ចិត្តក៏ដើម្បីទាមទារអ្វីពីអ្នកដទៃគឺខ្ញុំមានពេលវេលានិង energy ដើម្បីមកស្វែងរក purpose ខ្លួនឯង yeah that's true 100% so yeah ខ្ញុំមានប៉ុណ្្នឹងឯងទាំងអស់គ្នានៅក្នុងវីដេអូហ្នឹងខ្ញុំភ្លេចអស់ហើយតែខ្ញុំចាប់ផ្ដើមនិយាយមិនខ្លះប៉ុន្តែខ្ញុំគិតថាខ្ញុំនិយាយច្រើនដែរហើយខ្ញុំសង្ឃឹមថាវីដេអូនេះវានឹងអាចប្រាប់អ្នកទាំងអស់គ្នានឹងធ្វើអ្នកទាំងអស់គ្នាយល់តិចតួចហើយនឹងរកឃើញខ្លួនឯងនៅក្នុង situation មួយហ្នឹងហើយក៏ជាវីដេអូមួយដែលខ្ញុំគិតថាវានឹងអាចជួយអ្នកទាំងអស់គ្នាឬក៏ទប់អ្នកទាំងអស់គ្នាឬក៏ like just remind you you know ដែលឲ្យអ្នកទាំងអស់គ្នាយល់អំពីស្ថានភាពមួយហ្នឹងឬក៏ខ្ញុំដឹងថាពេលដែលយើងនៅក្នុងស្ថានភាពមួយហ្នឹងគឺយើងពិបាកនឹងស្វែងយល់ខ្លួនឯងពិបាកនឹងរកចម្លើយឃើញ
so បើសិនជាទាំងអស់គ្នានៅក្នុង situation ហ្នឹងខ្ញុំចង់ឲ្យទាំងអស់គ្នាស្ដាប់វីដេអូនេះហើយនឹងព្យាយាមយល់ so yeah let them okay វាអត់មានខាតវាអត់មានអីទេជឿខ្ញុំអត់ខាតបងអីទេ so let them នៅពេលដែលពួកមនុស្សទាំងអស់នោះ talking តែពួកមនុស្សទាំងអស់នោះកំពុងតែរវល់និយាយអំពីយើងឬក៏ចាយយើងអីចឹងទៅយើងគួរតែយកពេលហ្នឹងមក build ខ្លួនឯង yeah so when they busy talking you have to busy building ខ្លួនឯង yeah so yeah I don't know what it's gonna look like in YouTube but God bless everyone and have a good day see you on the next one